បាទជំរាបសួរលោកគ្រូអ្នកគ្រូក្នុងវីដេអូនេះគឺយើងនឹងរៀនបង្កើត slide តាមរយៈ AI ជាដំបូងលោកគ្រូអ្នកគ្រូចូលក្នុង Google Chrome វាពាក្យថា Gemini បាទហើយឃើញផ្ទាំងរូបភាពបែបនេះដូច Google Gemini អញ្ចឹងរួចលោកគ្រូអ្នកគ្រូ click លើវាទៅនឹងទទួលបានហើយបាទបន្តទៀតលោកគ្រូអ្នកគ្រូវាពាក្យថាសួស្តីខ្ញុំបាទជាគ្រូបរិញ្ញាបត្រគណិតវិទ្យាថ្នាក់ទី6ឬក៏លោកគ្រូអ្នកគ្រូអាចបង្រៀនមុខវិជ្ជាផ្សេងក៏វាពាក្យទៅតាមនឹងដូចគ្នាដើម្បីឲ្យ AI នឹងទទួលយកព័ត៌មានពីលោកគ្រូអ្នកគ្រូដើម្បីអាចបង្កើត slide តាមតម្រូវការលោកគ្រូអ្នកគ្រូបានកន្លែងនេះការបង្កើត slide លោកគ្រូអ្នកគ្រូ click យកពាក្យ Canva បាទរួចលោកគ្រូអ្នកគ្រូគឺវាអ្វីដែលលោកគ្រូអ្នកគ្រូចង់ឲ្យ AI បង្កើតឲ្យកន្លែងនេះគឺខ្ញុំឲ្យ AI បង្កើតមេរៀនគណិតវិទ្យាថ្នាក់ទី6បាទមេរៀនទី1និយាយអំពីចំនួនក្រោយពីវាចប់រួចហើយលោកគ្រូអ្នកគ្រូចុចសញ្ញាព្រួយនៅខាងស្ដាំដៃបញ្ជូនទៅបាទហើយកុំភ្លេចដាក់បន្ថែមកិច្ចការផ្ទះឬក៏លំហាត់អនុវត្តបន្ថែមដើម្បីឲ្យ AI បង្កើតលំហាត់នៅចុង slide ដើម្បីយើងអាចដាក់ឲ្យសិស្សអនុវត្តធ្វើបានបាទលោកគ្រូអ្នកគ្រូចាំបន្តិច AI នឹងធ្វើការបង្កើត slide ជូនលោកគ្រូអ្នកគ្រូបាទនេះគឺជា slide ដែល AI បង្កើតឡើងបាទមានទាំងអស់គឺ13ទំព័រនៅក្នុងនេះគឺសរុបមួយមេរៀននឹងពេញតែម្ដងលោកអ្នកគ្រូបាទហើយក៏មានលំហាត់អនុវត្តនៅខាងក្រោយបន្ថែមដែរហើយលោកអ្នកគ្រូក៏អាចបន្ថែមលំហាត់ជាច្រើនទៀតបានផងដែរដូចគ្នាដែរបាទអញ្ចឹងលោកអ្នកគ្រូអាចពិនិត្យមើល slide ទាំង13បន្តទៀតកន្លែងនេះគឺខ្ញុំអត់ចង់បាន background ទេហើយនៅដើម slide ទី1នេះគឺអត់មានឈ្មោះអញ្ចឹងខ្ញុំឲ្យ AI បន្ថែមឈ្មោះខ្ញុំចូលបាទអញ្ចឹងថាឲ្យ AI បន្ថែមឈ្មោះលោកគ្រូអ្នកគ្រូវាបន្ថែមចឹងបាទបន្តទៀតក្រោយពីវាឈ្មោះហើយលោកគ្រូអ្នកគ្រូចង់ឲ្យលុប background ចេញព្រោះខ្ញុំត្រូវការយកមេរៀនហ្នឹងទៅដាក់នៅក្នុង background slide ដែលសាលាបានផ្ដល់ឲ្យបាទហើយការប្រើប្រាស់អក្សរគឺខ្ញុំចង់បានចំណងជើងគឺឲ្យចេញជាខ្មែរមូលឡាយបាទហើយចំពោះខ្លឹមសាររបស់មេរៀនគឺខ្ញុំឲ្យបដូរទៅជាខ្មែរ OS បាត់ដំបងវិញបាទដោយសារ font ហ្នឹងគឺដាក់នៅក្នុង slide ទៅអក្សរវារៀងមើលទៅវាស្អាតហើយមើលទៅវាគួរឲ្យតាក់ទាញសិស្សផងណាបាទកន្លែងនេះលើកទឹកចិត្តឲ្យលោកគ្រូអ្នកគ្រូកុំប្រើសំណួរច្រើនពេកព្រោះនៅពេលដែលប្រើសំណួរច្រើនដូចខ្ញុំនេះ AI អាចនឹងរំលងនៅសំណួរណាមួយក៏បានដែរព្រោះ AI គឺជាបញ្ញាសិប្បនិម្មិតគឺអត់អាចបានដូចចិត្តយើងទាំងស្រុងទេយ៉ាងកន្លែងនេះក្រោយពីដាក់សំណួរជាច្រើនហើយរួចហើយលោកគ្រូអ្នកគ្រូចុចបញ្ជូនទៅ AI នឹងធ្វើការឲ្យក៏ប៉ុន្តែសំណួរច្រើនគឺអាចនឹងមានការរំលងនៅសំណួរណាមួយដែលលោកគ្រូអ្នកគ្រូចង់បានបាទអញ្ចឹងធ្វើលោកគ្រូអ្នកគ្រូត្រូវប្រើពេលបន្តិចដើម្បីធ្វើការទៅលើ slide នឹងម្ដងទៀតបាទកន្លែងនេះលោកគ្រូអ្នកគ្រូអាចរកចាំបន្តិច AI កំពុងតែកែតម្រូវនៅអ្វីដែលលោកគ្រូអ្នកគ្រូចង់បានក្រោយពីចាំបន្តិចគឺបាទនេះគឺជា slide បន្ទាប់ដែល AI បង្កើតសារឡើងវិញឲ្យបាទឃើញចំណងជើងគឺខ្មែរមូលឡាយហើយខ្លឹមសារក្រោមខាងក្នុងនេះបាទសុទ្ធតែខ្មែរ OS បាត់ដំបងទាំងអស់បាទអញ្ចឹងត្រួតពិនិត្យមើលទៅឃើញថាវាស្អាតណាស់បាទក៏ប៉ុន្តែតកតងមួយ background គឺដោយសារខ្ញុំត្រូវតម្រូវការប្រើ background ដែលសាលាបានផ្ដល់ឲ្យអញ្ចឹងគឺកន្លែងនេះគឺខ្ញុំត្រូវបន្ថែម clear ទៅទៀតដើម្បីឲ្យ AI លុប background ពណ៌ខៀវនឹងចេញដើម្បីអាចខ្ញុំយកទៅ copy ដាក់នៅក្នុង background slide ដែលសាលាបានផ្ដល់ឲ្យតែម្ដងបាទអញ្ចឹងលុប background slide ចេញបាទរងចាំបន្តិចគឺ AI នឹងធ្វើការលុប background slide នឹងជូនលោកគ្រូអ្នកគ្រូឲ្យកាន់តែមានភាពងាយស្រួលក្នុងការយកទៅប្រើប្រាស់បាទនេះគឺជា slide ដែល AI លុបហើយលុប background ទៅគឺវាចេញជាពណ៌សអញ្ចឹងហើយអញ្ចឹងនៅពេលចេញពណ៌សលោកគ្រូអ្នកគ្រូអាចយកទៅប្រើប្រាស់បានអាចដាក់ជា background slide ដែលសាលាផ្ដល់ឲ្យក៏បានដែរបន្តទៀតកន្លែងនេះបើចុចលោកគ្រូអ្នកគ្រូ click download មាន slide ហ្នឹងគឺយកទៅប្រើជា file PDF ហើយបើលោកគ្រូអ្នកគ្រូចុច export to slide មានន័យថាវានឹងបង្កើត slide ឲ្យលោកគ្រូអ្នកគ្រូយកទៅប្រើប្រាស់នៅក្នុងGoogle Slide វិញអញ្ចឹង
នៅខាងក្រោមផ្នែកខាងឆ្វេងនេះគឺដាក់ creating slide បាទរួចចុច open slide បាទក្រោយពី click កន្លែងហ្នឹងទៅលោកអ្នកគ្រូនឹងឃើញ slide នេះគឺជា slide ដែលមាននៅក្នុង Google Slide មកហើយដែលយើង export ចេញពី AI មិញណាបាទតើតើមួយ slide នេះគឺវាមានការរត់ខុសនៅអក្សរបន្តិចអញ្ចឹងយើងអាចស្រេបានក៏ប៉ុន្តែមុនស្រេគឺកន្លែងនេះគឺខ្ញុំ download វាចូលទៅប្រើប្រាស់នៅក្នុង PowerPoint អញ្ចឹង click កន្លែង file រួចចុចពាក្យថា download to PowerPoint ទៅបាទកន្លែងនេះគឺ download បានអញ្ចឹងលោកគ្រូអ្នកគ្រូចូលក្នុងកុំព្យូទ័រដដែលរួចចុចកន្លែង download ទៅនឹងឃើញ slide ដែលលោកគ្រូអ្នកគ្រូ download ពី Google Slide មិញហើយបាទសម្រាប់ចាំបន្តិចនេះគឺជា slide ដែលខ្ញុំបាន download មិញបាទអញ្ចឹងកន្លែងនេះមេរៀនទី1ចំនួនអញ្ចឹងចំនួនចុះទៅក្រោយមានការចុះបន្ទាត់បន្តិចបន្តួចហើយព្រោះ AI វាអាចកំណត់បានថាត្រូវតែដូចចិត្ត 100% ទេអញ្ចឹងកន្លែងនេះគឺខ្ញុំត្រូវ copy ទាំងអស់ហ្នឹងទៅប្រើប្រាស់នៅក្នុង slide background សាលាអញ្ចឹងបន្តទៀតលោកគ្រូអ្នកគ្រូទៅបើក background របស់លោកគ្រូអ្នកគ្រូមកដែលមានស្រាប់ហ្នឹងបាទត្រង់កន្លែងនេះលោកគ្រូអ្នកគ្រូចុច Control A ទៅគឺវានឹងធ្វើការ select slide ទាំងអស់ជូនលោកគ្រូអ្នកគ្រូហើយបន្តទៀតចុច Control C ទៅគឺ copy បាទរួចលោកគ្រូអ្នកគ្រូមក slide របស់សាលាគឺចុច Control V គឺវានឹងផាសមេរៀនទាំងអស់ហ្នឹងចូលទៅក្នុង slide របស់សាលាគឺមាន background slide ហើយចំណុចបន្តទៀតគឺលោកគ្រូអ្នកគ្រូអាចទាញសេរីថែមថយពាក្យឬក៏បន្ទាត់ណាដែលមិនសមរម្យមិនត្រឹមត្រូវអីលោកគ្រូអ្នកគ្រូអាចទាញសេរីបានព្រោះតកតងមួយ font អក្សរគឺវាត្រឹមត្រូវហើយដោយសារនៅក្នុងកុំព្យូទ័រគឺលោកគ្រូអ្នកគ្រូគឺមាន font ខ្មែរមូលឡាយទាំងអស់គ្នាអញ្ចឹងអាចយកមកដាក់គឺត្រូវកន្លែងនេះគឺចេញប្រអប់គឺតកតងជាមួយនឹងភាសាអង់គ្លេសអញ្ចឹងលោកគ្រូអ្នកគ្រូអាចលុបវាចេញបានមិនបាច់ប្រើទេដោយសារយើងបរៀនសិស្សតែជាភាសាខ្មែរទៅបានហើយយើងលោកគ្រូអាចលុបប្រអប់នឹងចេញបានគឺប្រើតែភាសាខ្មែរហើយ slide នេះគឺលោកគ្រូអាចកែបានអាចសេរីថែមថយខាងលើខាងក្រោមឲ្យបានស្អាតជាងនេះបន្ថែមទៀតបានព្រោះចំណុចខ្លះ AI អត់អាចកំណត់បានឲ្យលោកគ្រូអ្នកគ្រូទាំងស្រុងទេអញ្ចឹងទាមទារឲ្យលោកគ្រូអ្នកគ្រូអាចពិនិត្យមើលតែខ្លួនឯងបានព្រោះ AI អាចបានពី70ទៅ80% ដែរបាទអញ្ចឹងចំណុចខ្លះគឺទទួលយកបានគឺអត់មានកន្លែងត្រូវកែក៏តែកន្លែងនេះគឺលោកគ្រូអ្នកគ្រូអាច select all ទៅហើយរំកិលអក្សរនឹងឲ្យចុះមកក្រោមបន្តិចកុំឲ្យវាពាក់ព័ន្ធទៅនឹង logo របស់សាលាបាទហើយពិនិត្យមើលឲ្យគ្រប់ទំព័រនៃ slide ព្រោះកន្លែងខ្លះវាអាចមានការចុះបន្ទាត់ឬក៏កន្លែងខ្លះវាអាចនឹងខុស font អក្សរតិចតួចឬក៏សញ្ញាអីផ្សេងដែលវាអាចកើតមានឡើងបាទដូចកន្លែងនេះគឺវានៅខាងលើពេកអញ្ចឹងខ្ញុំតម្លាក់វាចុះមកខាងក្រោមបន្តិចដើម្បីវាស្អាតបាទហើយប្រអប់នេះគឺជាភាសាអង់គ្លេសអញ្ចឹងខ្ញុំត្រូវការលុបវាចេញបាទលោកគ្រូនៅធ្វើបែបនេះឲ្យគ្រប់ទាំង13 14 slide ដែលលោកគ្រូនេះបានទៅដើម្បីវាបានស្អាតជាងនេះបន្ថែមទៀតបាទក្រោយពីរៀបចំ slide ឲ្យបានស្អាតគ្រប់ទំព័រហើយទៅគឺលោកគ្រូអាច save វាទុកបានដែរហើយ slide នេះគឺលោកគ្រូអាចចូលទៅប្រចាំងដើម្បីបរៀនសិស្សបានហើយចំពោះ slide មេរៀនបន្តទៀតលោកគ្រូអាចធ្វើតាមវិធីនឹងដដែលអាចដាក់ថា slide មេរៀនទី2ទៅនិយាយពីចំនួនទស្សភាគឬក៏លោកគ្រូបរៀនមុខវិជ្ជាផ្សេងក្រៅពីមុខវិជ្ជាគណិតគឺក៏អាចបង្កើត slide បានដូចគ្នាដែរលោកគ្រូផ្ដល់ព័ត៌មានឲ្យបានច្បាស់លាស់ទៅ AI ទៅដើម្បី AI បង្កើតមេរៀនបានតាមតម្រូវការដែលលោកគ្រូចង់បានជៀសវាងការផ្ដល់ព័ត៌មានដែលខុសហើយទាមទារ AI ផ្ដល់នៅ slide ដែលត្រឹមត្រូវអញ្ចឹងសូមលោកគ្រូផ្ដល់ព័ត៌មានទៅឲ្យបានត្រឹមត្រូវជាក់លាក់ទៅកាន់ AI ហើយ slide គឺវានឹងផ្ដល់ឲ្យដូចអ្វីដែលលោកគ្រូចង់បានច្រើនអញ្ចឹងលោកគ្រូគ្រាន់តែយកមកថែមថយនៅចំណុចដែលខ្វះចន្លោះបន្តិចបន្តួចគឺអាចយកទៅព្រៀនបានហើយ